បាទខែនេះក្តៅភ្លៀងអញ្ចឹងបងប្អូនបាទយើងពិបាកនៅក្នុងការថែទាំសុខភាពមាន់ទារបស់យើងណាអញ្ចឹងបងប្អូនដែលមានចម្ងល់ក៏ដូចជាសំណួរពាក់ព័ន្ធនឹងការចិញ្ចឹមមាន់ចិញ្ចឹមទាជារួមសត្វចិញ្ចឹមរបស់បងប្អូនហើយវីដេអូដែលខ្ញុំចិញ្ចឹមមាន់ចិញ្ចឹមអីកន្លងមកហ្នឹងគឺខ្ញុំមានច្រើនហើយនៅក្នុង channel របស់ខ្ញុំមួយនេះthì បងប្អូនអាចចូលទៅតាមទស្សនាបានព្រោះអីខ្ញុំបានធ្វើវីដេអូច្រើនណាស់ហើយពាក់ព័ន្ធនឹងការចិញ្ចឹមមាន់នេះណាបាទការថែរក្សាសុខភាពអីហ្នឹងទៅអញ្ចឹងនៅវីដេអូក្រោយបន្តនេះគឺខ្ញុំនឹងធ្វើអំពីការចិញ្ចឹមគោម្ដងអញ្ចឹងបងប្អូនដែលមានចម្ងល់ក៏ដូចជាសំណួរពាក់ព័ន្ធនឹងការចិញ្ចឹមគោចិញ្ចឹមអីហ្នឹងគឺបងប្អូនអាចតាមដានបានដូចគ្នាហើយបងប្អូនអ្នកចង់ចិញ្ចឹមមាន់ចិញ្ចឹមអីហ្នឹងគឺខ្ញុំមានវីដេអូច្រើនហើយគឺចូល300-400វីដេអូហើយបងប្អូននៅក្នុង channel របស់ខ្ញុំមួយនេះអញ្ចឹងបងប្អូនអាចចូលទៅតាមទស្សនាបាននៅក្នុង channel មួយនេះគឺមានទាំងការព្យាបាលដោយការប្រើប្រាស់សពសុទ្ធហើយនិងការព្យាបាលដោយប្រើប្រាស់នៅថ្នាំបុរាណអញ្ចឹងណាអញ្ចឹងគឺខ្ញុំមានច្រើនហើយពាក់ព័ន្ធនឹងការចិញ្ចឹមមាន់ឥឡូវនេះគឺខ្ញុំនឹងធ្វើអំពីការចិញ្ចឹមគោវិញម្ដងនៅវីដេអូបន្តអញ្ចឹងបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាអរគុណច្រើនជម្រាបលា